ស៊ីមហាមបដិសេធការជ្រៀតជ្រែករបស់បងធំអាមេរិកលោក Donald Trump ហើយទាមទារឲ្យកម្ពុជាគោរពលក្ខខណ្ឌ4ចំណុចទើបអនុញ្ញាតឲ្យលោក Donald Trump ធ្វើជាម្ចាស់ហត្ថលេខីក្នុងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងខែតុលាខាងមុខនេះបាងកកប្រទេសសៀមបើយោងតាមកាសែតសៀមខោសតដែលចេញផ្សាយនៅថ្ងៃទី8ខែតុលាឆ្នាំ2025នាយករដ្ឋមន្ត្រីសៀមថ្មីលោកអនុទីនឆានវីរ៉ាគុលបានដាក់ចេញនៅលក្ខខណ្ឌតឹងរឹងចំនួន4ចំណុចសម្រាប់ភាគីកម្ពុជាដើម្បីបង្ហាញពីឆន្ទៈស្មោះត្រង់ក្នុងការដោះស្រាយចំនួនព្រំដែនដែលកំពុងកើតមានឡើងនៅឆ្នាំ2025នេះការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានផ្ញើលិខិតមួយច្បាប់ទៅកាន់លោកអនុទីនដោយបង្ហាញពីបំណងចង់ឃើញប្រទេសទាំងពីរសៀមនិងកម្ពុជាចរចាដើម្បីស្វែងរកដំណោះស្រាយចំពោះជម្លោះព្រំដែនទោះជាយ៉ាងណាលោកអនុទីនបានបដិសេធមិនទទួលយកការសម្របសម្រួលពីលោក Trump ឡើយដោយសង្កត់ធ្ងន់ថាថៃមិនខ្វល់ពីការចូលរួមរបស់លោក Trump ទេឬសូម្បីតែការទទួលបានរង្វាន់ Nobel សន្តិភាពរបស់លោកក៏ដោយហើយលោកអនុទីនបានបញ្ជាក់ថានឹងឆ្លើយតបទៅកាន់លោក Trump ដោយផ្ញើលិខិតតបវិញដោយបញ្ជាក់ជំហររបស់សៀមឲ្យច្បាស់លាស់លោកបាននិយាយនៅវិមានរដ្ឋាភិបាលសៀមនៅព្រឹកថ្ងៃប្រហ័សទី9ខែតុលានេះថាប្រធានាធិបតី Trump បានផ្ញើលិខិតមកខ្ញុំដោយបង្ហាញពីបំណងចង់ឃើញប្រទេសទាំងពីរសៀមនិងកម្ពុជាចរចាដើម្បីស្វែងរកដំណោះស្រាយចំពោះជម្លោះខ្ញុំនឹងឆ្លើយតបទៅគាត់តាមគោលជំហររបស់យើងហើយប្រសិនបើកម្ពុជាធ្វើតាមសៀមត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តតាមដំណើរការលក្ខខណ្ឌទាំង4ចំណុចដែលលោកអនុទីនដាក់ចេញរួមមាន 1. ការដកអាវុធធុនធ្ងន់និងកងទ័ពចេញពីតំបន់ព្រំដែន 2. ការបោសសម្អាតគ្រាប់មីននៅតាមព្រំដែនរួម 3. ការបង្ក្រាបក្រុមឆបកតាមប្រព័ន្ធអនឡាញ Online Scams ដែលត្រូវបានចោទថាមានមូលដ្ឋាននៅកម្ពុជា 4. ការជំលាក់ពលរដ្ឋកម្ពុជាចេញពីតំបន់ដែលសៀមចាត់ទុកថាជាទឹកដីរបស់ខ្លួនដូចជានៅភូមិបាននងច័ន្ទនិងជោគជ័យជាដើមលោកអនុទីនបានសង្កត់ធ្ងន់ថាបើកម្ពុជាមិនគោរពលក្ខខណ្ឌទាំងនេះទេសៀមនឹងចាត់វិធានការភ្លាមរួមទាំងការបន្តការពង្រឹងសន្តិសុខតាមព្រំដែនលោកក៏បានបដិសេធមិនទទួលយកការជ្រៀតជ្រែកពីលោក Trump ដែរដោយនិយាយថាខ្ញុំគ្រាន់តែខ្វល់ពីប្រទេសសៀមតែប៉ុណ្ណោះហើយថាលោក Trump គ្រាន់តែជាអ្នកសម្របសម្រួលពីទ្វីបឆ្ងាយប៉ុណ្ណោះជំលោះព្រំដែនកម្ពុជាសៀមនេះបានផ្ទុះឡើងជាថ្មីនៅឆ្នាំ2025ដោយផ្ដើមចេញពីការសាងសង់ផ្លូវនិងការឈានទៅមុខនៃកងទ័ពទាំងសងខាងនៅតំបន់ដែលមានជម្លោះដូចជានៅភូមិជោគជ័យក្នុងខេត្តឧត្តរមានជ័យនិងបាននងច័ន្ទក្នុងខេត្តសុរិន្ទរបស់សៀមយោងតាម Wikipedia វិបត្តិនេះបាននាំឲ្យមានការប៉ះទង្គិចតូចៗនិងការដាក់ពង្រាយកងទ័ពថែមទៀតដែលធ្វើឲ្យតានតឹងកើនឡើងនៅក្នុងតំបន់អាស៊ានរដ្ឋាភិបាលសៀមបានចោទកម្ពុជាថាបានរំលោភទឹកដីរបស់ខ្លួនខណៈកម្ពុជាបានច្រានយកហើយចោទសៀមវិញថាបានឈានជើងចូលទឹកដីកម្ពុជានាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចទេពដីហ៊ុនម៉ាណែតបានបង្ហាញក្តីសង្ឃឹមថាជម្លោះនេះនឹងត្រូវដោះស្រាយឆាប់ៗនៅក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនតំបន់ ABC រវាងកងទ័ពកម្ពុជានិងសៀមពីខាងកម្ពុជាមានការរិះគន់ថាលក្ខខណ្ឌរបស់សៀមគឺជាការគំរាមកំហែងមិនមែនជាការទូតពិប្រកាសទេในក្នុងអត្ថបទមតិមួយនៅលើ Khmer Times បាននិយាយថាការហៅពលរដ្ឋកម្ពុជាថាអ្នកឈ្លានពានរបស់លោកអនុទីនគឺជាការបង្កហេតុដែលអាចធ្វើឲ្យអាស៊ានបែកបាក់បន្ថែមទៀតទន្ទឹមនឹងនេះកាសែតភ្នំពេញ Post បានរាយការណ៍ថាជំលោះនេះបានបង្ហាញពីចំណុចខ្សោយនៃអាស៊ានដែលគ្រាន់តែជាវេទិកាពាក្យសម្ដីមិនមានសមត្ថភាពដកស្រាយជំលោះពិតប្រាកដទេអ្នកវិភាគមួយចំនួនបានអាំពាវឲ្យធ្វើការទម្រឹងអាស៊ានឲ្យខ្លាំងក្លាជាងមុនដើម្បីការពារស្ថិរភាពតំបន់កិច្ចព្រមព្រៀងសន្តិភាពដែលគ្រោងធ្វើនៅកិច្ចប្រជុំកំពូលអាស៊ាននៅចុងខែតុលានេះនៅប្រទេសម៉ាឡេស៊ីអាចជាឱកាសដើម្បីដោះស្រាយជម្លោះនេះទោះជាយ៉ាងណាលោក Trump បានស្នើឲ្យធ្វើពិធីចុះហត្ថលេខាក្រមអធិបតីរបស់លោក
ដើម្បីស្វែងរករង្វាន់ Nobel សន្តិភាពប៉ុន្តែសៀមបានបដិសេធដោយថ្ទល់យោងតាមប្រភពពី Bloomberg និង CNA លោកអនុទីនបាននិយាយថាសៀមនឹងជូនបណ្ដឹងទៅកាន់លោក Trump ថាខ្លួនត្រៀមចុះហត្ថលេខាបើកម្ពុជាទទួលយកលក្ខខណ្ឌទាំងនេះទន្ទឹមនឹងនេះសហរដ្ឋអាមេរិកបានដាក់ពន្ធគី 19% នៅលើការនាំចូលពីសៀមនិងកម្ពុជាបន្ទាប់ពីការឈប់ចែកកញ្ញាដំបូងដែលអាចជះរងឥទ្ធិពលទៅលើសេដ្ឋកិច្ចទាំងពីរជំនួសនេះមិនត្រឹមតែប៉ះពាល់ដល់ប្រទេសទាំងពីរទេប៉ុន្តែថែមទាំងធ្វើឲ្យអាស៊ានប្រឈមមុខនឹងការបែកបាក់ពីខាងសៀមមានការគាំទ្រពីប្រជាជនមួយចំនួនតាមបណ្ដាញសង្គមឲ្យចាត់វិធានការរឹងមាំខណៈពីខាងកម្ពុជាបានត្រៀមកិច្ចប្រជុំព្រំដែនតំបន់ដើម្បីពង្រឹងសន្តិសុខរដ្ឋាភិបាលកម្ពុជាបានបដិសេធការចោទប្រកាន់របស់សៀមហើយចោទសៀមវិញថាបានសាងសង់ផ្លូវរំលោភទឹកដីកម្ពុជាទន្ទឹមនឹងនេះប្រទេសចិនត្រូវបានចោទពីសៀមថាបានផ្គត់ផ្គង់អាវុធទៅកាន់កម្ពុជាដែលធ្វើឲ្យចំនួនកាន់តែស្មុគស្មាញសរុបមកចំនួនព្រំដែនកម្ពុជាសៀមនៅឆ្នាំ2025នេះបានคล้ายទៅជាបញ្ហាក្តៅគគុកនៅតំបន់ដែលទាមទារការទូតពិតប្រាកដពីភាគីទាំងអស់កិច្ចប្រជុំអាស៊ានខាងមុខអាចជាចំណុចងងឹតបើមិនមានការសម្របសម្រួលពីសហគមន៍អន្តរជាតិទេប្រភពពី CNA Bloomberg និង Phnom Penh Post និងបណ្ដាញសង្គម X